ទូរស័ព្ទប្រើសុកស្រាប់តែលេងដើរថាច់បើសិនជាទូរស័ព្ទបងប្អូនលេងដើរថាច់តែយើងត្រូវធ្វើរបៀបម៉េចបាទអញ្ចឹងបងប្អូនប្រកាសណាស់បើសិនជាអត់មើលវីដេអូខ្ញុំទេបងប្អូននឹងទៅជាងហើយបាទបើទៅជាងយើងអស់លុយមួយតង់បាទខាត់ទី2ខាត់ពេលវេលាអញ្ចឹងឯងបាទឥឡូវទូរស័ព្ទនេះដែរគឺ Oppo A16 បងប្អូនណាបាទ A16 បាទអញ្ចឹងឲ្យតែស៊េរី Oppo បងប្អូនណាបាទអញ្ចឹងប្រសិទ្ធភាពខ្ញុំប្រាប់ក្នុងវីដេអូនេះគឺកលឹះល្អមែនទែនសម្រាប់យើងទៅអនុវត្តបាទគ្រប់ស៊េរី model ទូរស័ព្ទ Oppo Vivo បាទ Realme Samsung បងប្អូនបាទបើសិនជាអត់ដើរថាច់បងប្អូនអាចសង្គ្រោះបឋមខ្លួនឯងបានសិនបងប្អូនណាបាទសង្គ្រោះនៅផ្ទះសិនមុនបងប្អូនទៅជាងបាទអញ្ចឹងឥឡូវអេក្រង់យើងនៅស្អាតចេះបងប្អូនឃើញទេអត់មានប៉ះបែកអីតាណាទេអត់មាន press ត្រាំអីកន្លែងណាទេហេតុវិញវាដើរថាច់បងប្អូនណាបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំប្រាប់កលឹះមួយឲ្យបងប្អូនទៅអនុវត្តគ្រប់ទូរស័ព្ទទាំងអស់បងប្អូនណាបាទហើយបងប្អូនមើលកុំភ្លេចចុច follow ចុច share page ដើម្បីទទួលបានវីដេអូល្អក្រោយទៀតបងប្អូនណាបាទតោះឥឡូវបងប្អូនទៅអនុវត្តទាំងអស់គ្នាបាទអត់ដើរថាច់ទេបងប្អូនឃើញទេបាទអញ្ចឹងបងប្អូនប្រើប៊ូតុង3ដើម្បីចុចផ្ដាច់ភ្លើងវាដូចជា restart បងប្អូនណាបាទអញ្ចឹងបងប្អូននេះយើងចុចប៊ូតុងសម្លេងបូកដកហើយនឹងជាមួយ power បងប្អូនណាបាទយើងចុចទាំង3ជាប់គ្នាធម្មតាបើយើងចុច power អញ្ចឹងបាទចុច power ធម្មតាវាឲ្យយើងអូសចេះវាអស់អត់បានទេបងប្អូនណាបាទអញ្ចឹងយើងអស់អត់បានទេអញ្ចឹងតើយើងប្រើប៊ូតុង3ប៊ូតុងប៊ូតុសម្លេងបូកដកហើយនឹងជាមួយ power តើបាទវា restart ម៉ាស៊ីនយើងក៏ដូចជាបិទបើកវាផ្ដាច់ភ្លើងបងប្អូនណាបាទតោះឥឡូវយើងចុចទាំងអស់គ្នាបាទបងប្អូនចុចទាំង3ណាបាទឥឡូវបងប្អូនមើលឲ្យអត់ដល់ថាច់ទេណាបាទអត់ដល់ថាច់ទេបាទតោះឥឡូវខ្ញុំចុចទាំង3ហ្នឹងបាទតោះ1 2 3បាទបងប្អូនចុចទាំង3ជាប់គ្នាបងប្អូនណាបាទចឹងវីដេអូនេះពិតជាសំខាន់បងប្អូនបាទមើលកុំភ្លេចចុច follow ចុច subscribe page ដើម្បីទទួលបានកលឹះល្អៗក្រោយទៀតបងប្អូនណាបាទឥឡូវមកលោតប៉ុណ្ណឹងយើងបលែងដៃបាទនេះបងប្អូននេះឡើងមកវិញហើយបាទអញ្ចឹងបងប្អូនសង្កេតមើលតើវាចេញជាតម្រងរបៀបម៉េចបាទពេលខ្លះយើងចុចប៊ូតុងទាំង3ចឹងវាអាចទៅ reset ម៉ាស៊ីនណាបាទចឹងបើសិនបងប្អូនអត់ចេះចុចទេវាអាចទៅលុបកម្មវិធីបងប្អូនទាំងអស់បងប្អូនណាបាទចឹងឥឡូវយើងចាំមើលទាំងអស់គ្នាតើមើលវាចេញមិនវិញបងប្អូនបាទបើសិនវាចេញមកដល់កម្មវិធីយើងក៏ចេញទៅបើសិនជាវាចេញមកដល់កម្មវិធីឲ្យយើងរ៉ៃម៉ាស៊ីនឬក៏format ម៉ាស៊ីនយើងមានដំណោះស្រាយជាហូរហើយជាបន្តទៀតបងប្អូនបាទឥឡូវបងប្អូនរងចាំមើលតើវាចេញមិនវិញណាបាទបងប្អូនចេញមកហើយណាបាទឥឡូវខ្ញុំនេះឥឡូវចេញមកវិញបងប្អូនឃើញទេបាទហ្នឹងហើយអញ្ចឹងឃើញទេស្រួលមែនទេបងប្អូនក៏លឹះធ្វើឲ្យទូរស័ព្ទបងប្អូនដើរថាច់ឡើងវិញបាទអញ្ចឹងបងប្អូនឃើញពីមុនយើងមិនអាចអូសថាច់បានទេបងប្អូនណាបាទអញ្ចឹងយើងឃើញអស់គ្នាហើយបាទហើយ Oppo នេះ A16 បងប្អូនណាបាទហើយបងប្អូនយើងឡុកសោមកយើងឡុកសោសារថ្មីមកបាទឡុកសោយើងមកហើយយើងបើកសោវិញចាំមើលយើងចុចថាច់ដើរបងប្អូនណានេះឃើញទេដើរធម្មតាអញ្ចឹងសូមបងប្អូនបាទថាច់មិនដើរបងប្អូនអាចធ្វើតាមខ្ញុំបានបងប្អូនណាបាទនឹងទទួលជោគជ័យបាន 100% បងប្អូនណាបាទក្នុងវីដេអូខ្ញុំដល់វាបញ្ចប់ដែរបងប្អូនបាទកុំភ្លេចចុច follow ចុច subscribe page ដើម្បីទទួលបានកលឹះល្អៗក្រោយទៀតបងប្អូនណាបាទសូមអរគុណ